ឥឡូវម៉ានេះគេឲ្យយើងសរសេរពូធាតំណាងបាទឲ្យផ្ទៃកន្លះសរុបក្នុងរូបនីមួយឥឡូវគ្រូធ្វើអាកនេះឲ្យមួយណាកនេះគេឲ្យរូបបែបហ្នឹង OM ស្មើទៅនឹង OC ស្មើទៅនឹង2សង់ទីម៉ែត្រហើយ AM ស្មើទៅនឹង 3M M ស្មើ 3M ស្មើ x អញ្ចឹងផ្ទៃកន្លះសរុបយើងឃើញថានេះគឺជាទៅកោនកែងCFB កែងត្រង់ M ហើយ OAM ក៏កែងត្រង់ M ដែរអញ្ចឹងផ្ទៃកន្លះទៅកោននេះគូតាំងដល់ S1 គូតាំងដល់ S2 អញ្ចឹង S ស្មើអីស្មើ S1 បូក S2 អញ្ចឹងផ្ទៃកន្លះសរុបមិនយកផ្ទៃកន្លះទៅកោនទី1បូកទីកោនទី2តែផ្ទៃកន្លះទៅកោនស្មើស្មើ1/2 បាតគុណនឹងកម្ពស់អញ្ចឹងបាតមែនបាត AM គឺ x អញ្ចឹងអូខេកម្ពស់មិនណាគូពីកម្ពូលមកកែងនឹងបាតអញ្ចឹងកម្ពស់វាគឺ OM មែន OM មែន OM 2អញ្ចឹង2សង់ទីម៉ែត្រអូខេបូកផ្ទៃកន្លះទីកោនទី2មែន1លើ2បាទ1លើ2បាទបាតមែនបាតគឺបាត AB បាទគឺ x គុណឲ្យកម្ពស់បាទគឺជាចំណុចកម្ពស់មិនគូពីកម្ពស់មកកែងហ្នឹងបាទអញ្ចឹងបាទកម្ពស់វាគឺ CM មែន CM វាស្មើនឹង OC នេះបូក OM អញ្ចឹងវាស្មើ2បូក2អញ្ចឹងវា4សង់ទីម៉ែត្រអញ្ចឹងយើងអាចសរសេរបានថា2សម្រួលមក2សល់ x បាទ4សម្រួល2សល់2 2x អញ្ចឹងឯយើងគឺបាទ x បូក 2x គឺ3x បាទ 3x ដែល x ហ្នឹងគិតជាសង់ទីម៉ែត្រហើយអានេះក៏សង់ទីម៉ែត្រគុណមកចេញសង់ទីម៉ែត្រការ៉េណាអញ្ចឹងនេះគឺជាកន្សោមពហុធាបាទរបស់ផ្ទៃកន្លះទៅកោនហ្នឹងបាទអញ្ចឹងលំហាត់ហ្នឹងគឺមានប៉ុណ្ណឹងនេះអាចមើលអានេះមួយទៀតក៏បានដែរណាផ្ទៃកន្លះវាស្មើអីស្មើផ្ទៃកន្លះនេះជ្រុងគុណនឹងជ្រុងនេះ x នេះ x ណាជាការ៉េអញ្ចឹងចឹងគុណជ្រុងអានេះគឺបដោយគុណតឹងអានេះមានន័យថាមែន1គុណនឹង1 1គុណនឹង1យើងអាចដល់ឃើញអញ្ចឹងបាទតឹងផ្ទៃកន្លះវាបូកជួយគ្នានេះការ៉េអានេះចតុកោណកែងអានេះបាទអានេះការ៉េបាទអានេះ1ណានេះ1ចឹងយើងអាចបូកបញ្ចូលគ្នានឹងឃើញផ្ទៃកន្លះវាបាទជាអនុគមនៃ x ហ្នឹងគឺលំហាត់ហ្នឹងគឺមានប៉ុណ្ណឹងបាទហើយមានកខនេះទៀតបាទអញ្ចឹងពូកែឲ្យកប៉ុណ្ណឹងសិនកុំឲ្យវីដេអូយើងវាវែងពេកបាទ